មិនដែរជាតាមបងស្រីច្រើនចាគឺបើសិនជាមាត់มันញាប់តាមការសង្វាក់នៃទូកទេគឺអត់ទាន់ដាច់ខាតទូកគូទី114ចាលេខរៀងទី25នៃទូកគូពិសេសចាទូកគូពិសេសនេះគឺមានចំនួនដល់ទៅ42គូឥឡូវនេះតែបាន25គូទេចាក់ត្រឡប់ឲ្យចូលសែនជ័យរបស់ឯកឧត្តមបណ្ឌិតថោងខុនគឺស្ថិតនៅក្នុងវត្តចាក់ត្រឡប់ហ្នឹងនៅខ្សែទឹកខាងក្នុងបណ្ដាញជាមួយនឹងមហាបតុមរតនដីដោះដែលចូលសែនជ័យចាអញ្ជើញមកពីខាងកំពង់ចាមដែររបស់ឯកឧត្តមចាគួរចម្រើនចាឯកឧត្តមអត្តបាលខេត្តលោកឧបត្ថម្ភចាទូកខ្សែទឹកខាងក្រៅដែលមានឈ្មោះថាមហាបតុមរតនដីដោះដែលចូលសែនជ័យចាបតុមរតនដីដោះវាលវងកំពង់ចាមបាទសកម្មភាពឃើញថាពេលនេះលោកហ៊ុនជួយមើលគ្នាហើយជួយធ្វើយ៉ាងណាឲ្យបងប្អូនរបស់យើងនឹងបានពិនិត្យខាងក្រៅកំពុងតែដូចជាអរេឃើញថាខ្សែទឹកខាងក្នុងហាក់ដូចជាមានព្រៀបជាងទីទួយទេចាបើនេះខ្ញុំមើលទៅឃើញថាបាទអាយ៉ាខ្សែទឹកខាងក្រៅមែនខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅកំពុងតែមើលទៅបើគឺល្អជាងបាទមហាបតតែអត់ទេឥឡូវនេះខ្សែទឹកខាងក្នុងដល់អើយក្នុងអីយ៉ាការលូឡើងខ្សែទឹកខាងក្រៅចាំទៅជ័យអីយ៉ាទៅរួចគឺអត់ខ្សែទឹកខាងក្នុងអូយបាទតាពីក្រៅអីខ្វាដាច់បាទយកមកឈ្នះមកបន្តិចបាទជ័យរបស់ដងថងខុនទូបានជ័យជំនះបាទរំថងមើលណាស់ចាក់ត្រឡោកដែលចូលសែនជ័យបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយរបស់ឯកឧត្តមបណ្ឌិតថោងខុនចាបណ្ដាញជាមួយនឹងបតុមរតនៈចាមហាបតុមរតនៈដីដោះដែលចូលសែនជ័យរបស់ឯកឧត្តមគួរចម្រើនឃើញថាខ្សែទឹកខាងក្នុងលើកនេះការពីជើងទី1ហាក់ដូចជាមិនទទួលបានជ័យជំនះទេតែជើងទី2លឿនមែនចាលឿនបច្ចេកទេសរបស់គាត់មួយជើងម្នាក់អត់ទេបាទអាចទូទាត់គ្នាបានចាដូច្នេះសម្រាប់ជើងទី2នេះបតុមរតនៈដីដោះដែលចូលសែនជ័យរបស់ឯកឧត្តមគួរចម្រើនឃើញថាខ្សែទឹកខាងក្រៅមហាបតុមរតនៈដីដោះដែលចូលសែនជ័យដែលអញ្ជើញមកពីខាងខេត្តកំពង់ចាមចារបស់ឯកឧត្តមគួរចម្រើនលឿនដាច់ហើយចាដាច់ទៅលើជ្រៃមាសសាក៏ដែលចូលសែនជ័យនៅខ្សែទឹកខាងក្រៅមានឯកសណ្ឋានអាវពណ៌ក្រហមមួកពណ៌សបាទចំណែកខ្សែទឹកខាងក្នុងនេះវិញជ្រៃមាសសាក៏ដែលចូលសែនជ័យបាទគឺទឹកពណ៌ផ្ទៃមេឃมันអាចទទួលជ័យជំនះបានទេបាទនៅពេលនេះដីដោះចាដែលចូលសែនជ័យរបស់ឯកឧត្តមចាគួរចម្រើនអភិបាលខេត្តកំពង់ចាមហ្នឹងទួបានជ័យជំនះកាលពីជើងទី1ឥឡូវនេះឃើញថាឈ្នះទៀតហើយសម្រាប់មហាបតុមរតនៈដីដោះដែលចូលសែនជ័យដែលមកពីវត្តបតុមរតនៈដីដោះវាលវងកំពង់ចាមឈ្នះទៀតហើយជើងទី2ចាបាទសម្រាប់គូទី86ខ្សែទឹកខាងក្រៅដែលកំពុងតែបង់ចាញ់គឺជ្រៃមាសសាគរដែលចូលសែនជ័យចំណែកឯខ្សែទឹកខាងក្នុងដែលកំពុងតែមានព្រៀបនោះគឺមហាបតុមរតនៈដីដោះដែលចូលសែនជ័យដែលជួយមកពីខេត្តកំពង់ចាមគាត់បានទទួលជ័យជំនះមួយជើងទៀតហើយបាទគឺជើងទី1ក៏ឈ្នះជើងទី2ក៏ឈ្នះទៀតមហាបតុមរតនៈដីដោះដែលចូលនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលប្រាប្រទាននៅថវិកាដល់ទូកងខេត្តក្រចេះទាំង15ទូកក្នុងមួយទូកទទួលបានថវិកាចំនួន200000រៀលថវិកាសរុប3លានរៀលទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយព្រះពរព្រះករុណាថ្លៃពិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ប្រកបដោយព្រះសុខភាពមាំមួនព្រះបញ្ញាភ្លឺថ្លាព្រះជន្មមានយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដល់ត្រជាក់ត្រជុំដល់កូនចៅទាំងអស់គ្នាខ្ញុំបាទវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះក្នុងនាមគណៈកម្មការទូកងទាំង15ខេត្តក្រចេះសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចវិបុលសេនាភក្តីសៃឈុំប្រធានព្រឹទ្ធសភាដែលបានជួយឧបត្ថម្ភដល់ទូកខេត្តក្រចេះទាំង15ទូកក្នុងមួយទូកនៃថវិកាចំនួន400,000រៀលដែលសរុបថវិកាទាំងអស់6លានរៀលសូមជូនពរសូមទទួលបានតែសេចក្តីសុខនិងសេចក្តីចម្រើនសូមអនុញ្ញាតធ្វើអត្ថាធិប្បាយអំពីសកម្មភាពទូកដែលត្រូវអ៊ំប្រណាំងអ៊ំបរោះគូពិសេសនៅពេលនេះបានបង្ហាញខ្លួនកាន់តែចិត្តមកគៀកកងពាន់ទី2ហើយដែរគូពិសេស
ដែលបានចាប់ផ្ដើមនៅផែនទី1នៅជើងទី1នៅពេលនេះខ្សែទឹកខាងក្នុងហឹងភក្តីបារមីដីជោដែលអញ្ជើញមកពីខេត្តកណ្ដាលវត្តបទុមរាំងសីព្រះប្រសពខ្សាច់កណ្ដាលចំណែកឯខ្សែទឹកខាងក្រៅមហាបទុមរតនៈដីដោះដីជោសែនជ័យគឺជាទូកដែលអញ្ជើញមកពីខេត្តកំពង់ចាមឥឡូវនេះឃើញថាមានលបឿនលឿនមានឯកសណ្ឋានពណ៌ក្រហមផងដែរចាទូកនេះគឺឧបត្ថម្ភដោយអាដាមគួរចម្រើនចាមហាបទុមរតនៈដីដោះដីជោសែនជ័យមកពីខាងបទុមរតនៈដីដោះវាលវងចាខេត្តកំពង់ចាមដាច់តែម្ដងចាដាច់ទៅលើខាងក្រុងកំពង់ចាមបាទសូមអបអរសាទរពេលនេះឃើញថាពិសេសមហាបទុមរតនៈដីដោះដីជោសែនថ្លារួមមានក្រមាចំនួន97ថាវិការចំនួន2សែនរៀលដូចជាឈ្នះទៀតហើយនាំមុខដាច់ទៀតហើយគឺមហាបទុមរតនៈដីដោះដីជោសែនជ័យបាននាំមុខហឹងភក្តីបារមីដីជោរបស់លោកអង្គញាលើហឹងចាហឹងភក្តីបារមីដីជោគឺជាទូកស្ថិតនៅក្នុងវត្តបទុមរាំងសីព្រះប្រសពចាខ្សាច់កដាលខេត្តកដាលរីឯមហាបទុមរតនៈដីដោះដីជោសែនជ័យរបស់ឯកឧត្តមគួរចម្រើនណាគឺមកពីវត្តបទុមរតនៈដីដោះវាលវងចាកំពង់ចាមដាច់ហើយយ៉ាជំរាបជូនជ័យជំនះតែម្ដងណាដោយសារថាដាច់ពេកហើយបាទនៅពេលនេះគាត់កំពុងតែឆ្លងកងពាន់ទី2ហើយមកដល់មុខវេទិកាព្រះពន្លាជ័យនោះក៏នៅតែដាច់ដដែលទេគឺខ្សែទឹកខាងក្នុងមហាបទុមរតនៈដីដោះដែលជូសែនជ័យគឺនៅក្នុងវត្តបទុមរតនៈនៅដីដោះបាទវាលវងសង្កាត់វាលវងក្រុងកំពង់ចាមបាទគឺដាច់ឆ្ងាយណាដាច់ឆ្ងាយរវាង